អនុញ្ញាតគោរពជំរាបសួរលោកគ្រូអ្នកគ្រូបាទថ្ងៃនេះខ្ញុំសូមធ្វើវីដេអូមួយតាក់ទងអំពីការប្រើប្រាស់មុខងារយកវត្តមានសិស្សប្រព័ន្ធរបស់យើងមានចែកចេញជា2ជម្រើសសម្រាប់សាលានីមួយៗជ្រើសរើសថាប្រើមុខងារមួយណាដែលសមស្របនឹងតម្រូវការរបស់សាលាចំពោះសាលាឯកជនខ្ញុំសូមណែនាំឲ្យប្រើមុខងារ class attendance ចំពោះសាលាដែលមានមុខវិជ្ជាច្រើនសិក្សាក្នុងថ្នាក់តែមួយជាពិសេសសាលាចំណេះទូទៅខ្ញុំសូមណែនាំឲ្យប្រើ subject attendance ដើម្បីកំណត់ class attendance ឬក៏ subject attendance សម្រាប់សាលាលោកគ្រូអ្នកគ្រូអាចចូលទៅ setting បន្ទាប់មកចុចពាក្យថា general setting ហើយមើលនៅក្នុង tab others ពេលដែលយើងចូលនៅក្នុង tab others លោកគ្រូអ្នកគ្រូឃើញពាក្យថា attendance setting នៅក្នុង attendance settings យើងអាចជ្រើសរើស class attendance យកម្ដងក្នុងមួយថ្ងៃឬក៏ subject attendance per class sections មានន័យថាលោកគ្រូអ្នកគ្រូអាចយកវត្តមានតាមមុខវិជ្ជានីមួយៗចឹងហើយដើម្បីយើងកំណត់នៅទីនេះលោកគ្រូអ្នកគ្រូអាចជ្រើសរើសតាមតម្រូវការរៀងៗខ្លួនបន្ទាប់មកយើងចុចពាក្យថា save settings នៅទីនេះខ្ញុំបានជ្រើសរើស subject attendance ខ្ញុំបដូរទៅប្រើ class attendance ខ្ញុំគ្រាន់តែជ្រើសរើសលើពាក្យថា class attendance បន្ទាប់មកខ្ញុំចុចពាក្យថា save settings នៅពេលដែលយើងចុច save settings យើងសង្កេតឃើញថានៅក្នុង sidebar navigation យើងឃើញវាបានប្រែប្រួលទៅតាមការបដូររបស់យើងការកំណត់យករបស់យើងឥឡូវចូលទៅដល់ការយកវត្តមានយើងមានច្រើនជម្រើសទី1គឺយើងយកវត្តមានតាមការ scan QR នៅពេលដែលលោកគ្រូអ្នកគ្រូ log ចូលនៅក្នុង system លោកគ្រូអ្នកគ្រូអាចឃើញពាក្យមួយថា scan QR អញ្ចឹងលោកគ្រូអ្នកគ្រូអាចចុចនៅទីនេះហើយ scan វត្តមានរបស់សិស្សដែលលោកគ្រូអ្នកគ្រូកំពុងតែបង្រៀនហើយ QR នេះគឺត្រូវបានបង្ហាញនៅលើកាតរបស់គាត់ជាការស្រេចជម្រើសទី2លោកគ្រូអ្នកគ្រូអាចចូលទៅកន្លែង class attendance ឬក៏ subject attendance ហើយលោកគ្រូអ្នកគ្រូចុចទៅលើពាក្យថា take attendance នៅទីនេះគឺសំដៅទៅលើការយកវត្តមានដោយផ្ទាល់ដៃយើងអាចចុចទៅលើពាក្យថា manual entry បន្ទាប់មកយើងជ្រើសរើសថ្ងៃដែលយើងចង់យក automatic system នឹងដាក់នៅថ្ងៃនេះតែម្ដងបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងឃើញថ្នាក់ដែលលោកគ្រូអ្នកគ្រូបង្រៀនប្រសិនបើលោកគ្រូឃើញពាក្យថា in progress លោកគ្រូអ្នកគ្រូចុចទៅលើ in progress មានន័យថ្នាក់នឹងកំពុងតែដំណើរការនៅទីនេះលោកគ្រូគ្រាន់តែជ្រើសរើសសិស្សដែលមករៀនហើយចំពោះសិស្សដែលមិនបានមករៀនលោកគ្រូចុច untick គាត់ទៅបាទមិនបាច់ជ្រើសរើសគាត់ទេទុកគាត់ចំហចោលចឹងទៅនោះ system នឹងដាក់គាត់ថាអវត្តមាននៅពេលដែលថ្នាក់នឹងចប់ដោយស្វ័យប្រវត្តិអញ្ចឹងយើងមិនបាច់ភ័យថាតែខ្ញុំធ្វើម៉េចបើសិនតែកូនសិស្សនឹងមិនបានមកទុកឈ្មោះគាត់ចំហចោលអញ្ចឹងទៅបន្ទាប់មកយើងចុចពាក្យថា save present students មានន័យថារក្សាទុកសិស្សដែលវត្តមាននេះគឺជារបៀបក្នុងការយកវត្តមានដោយផ្ទាល់ដៃនៅពេលដែលកូនសិស្សម្នាក់គាត់សុំច្បាប់តើយើងបញ្ចូលយ៉ាងដូចម្ដេចងាយស្រួលយើងចុចទៅពាក្យ permission នៅទីនេះអត់ទាន់មានកូនសិស្សដែលបានដាក់ច្បាប់ទេសម្រាប់ថ្ងៃទី15មេ2026យើងចុចទៅពាក្យ grant permission នៅពេលដែលយើងជ្រើសរើសសិស្សវានឹងបង្ហាញបែបនេះបន្ទាប់មកយើងអាចកំណត់ថ្ងៃតើគាត់សុំនៅថ្ងៃដាក់ច្បាប់សម្រាប់ថ្ងៃណាប្រសិនបើគាត់សុំសម្រាប់ថ្ងៃនេះយើងជ្រើសរើសថ្ងៃនេះប៉ុន្តែឧទាហរណ៍ថាគាត់សុំច្បាប់មុនអញ្ចឹងយើងអាចដាក់ថ្ងៃសៅរ៍ឬក៏ថ្ងៃច័ន្ទឧទាហរណ៍គាត់សុំសម្រាប់ថ្ងៃច័ន្ទសប្តាហ៍ក្រោយថ្ងៃទី18យើងគាត់ទៅជ្រើសរើស system នឹងលោតថាចាប់ផ្ដើមពីថ្ងៃនេះហើយបញ្ចប់ថ្ងៃនេះប្រសិនបើគាត់សុំពីថ្ងៃដល់ថ្ងៃ19ដែរយើងអាចថែមដល់ថ្ងៃទី19អញ្ចឹងមានន័យគាត់ដាក់ច្បាប់2ថ្ងៃកន្លែង permission scope សំដៅទៅលើការសុំច្បាប់នេះសុំច្បាប់បែបណាវាជាជំរើសប្រសិនបើគាត់សុំច្បាប់ពេញមួយថ្ងៃងាយស្រួលវានឹងអូតូតែម្ដង
ប្រសិនបើគាត់សុំច្បាប់តែថ្នាក់បាទគឺសំដៅទៅលើគាត់រៀនច្រើនថ្នាក់ឧទាហរណ៍នៅក្នុងសាលាឯកជនគាត់រៀនថ្នាក់ភាសាចិនគាត់រៀនថ្នាក់ភាសាអង់គ្លេសហើយគាត់រៀនថ្នាក់កុំព្យូទ័រប្រសិនបើគាត់រៀន3ថ្នាក់ហើយគាត់សុំតែមួយថ្នាក់អញ្ចឹងយើងជ្រើសរើសនៅទីនេះនៅពេលដែលយើងជ្រើសរើស class only យើងនឹងឃើញថាថ្នាក់ដែលសិស្សម្នាក់នេះសិស្សដែលសុំច្បាប់ហ្នឹងនឹងបង្ហាញគាត់រៀន3ថ្នាក់វានឹងបង្ហាញ3ថ្នាក់អញ្ចឹងយើងជ្រើសរើសថាគាត់សុំសម្រាប់ថ្នាក់មួយណាបាទប្រសិនបើគាត់សុំថ្នាក់កម្រិត1យើងជ្រើសរើសកម្រិត1បាទប្រសិនបើគាត់សុំសម្រាប់ថ្នាក់ team 1យើងជ្រើសរើស team 1ចុះ subject បែបណា subject គឺសំដៅទៅលើនៅពេលដែលថ្នាក់មួយនេះមានច្រើន subject គឺសំដៅទៅលើ subject attendance ប្រសិនបើសាលាលោកគ្រូប្រើ subject attendance លោកគ្រូអាចជ្រើសរើស subject ហើយគាត់សុំមិនមែនមួយថ្ងៃគាត់សុំតែមុខវិជ្ជាមួយអញ្ចឹងឧទាហរណ៍ថាគាត់រៀននៅថ្នាក់ទី7ហើយគាត់សុំ leave ម៉ោងគណិតបាទអញ្ចឹងយើងជ្រើសរើស subject only បន្ទាប់មកជ្រើសរើស class បាទជ្រើសរើសថ្នាក់បាទថ្នាក់ដែលគាត់រៀនអញ្ចឹងនៅក្នុងថ្នាក់គាត់រៀនយើង system នឹងបង្ហាញមុខវិជ្ជានៅក្នុងថ្នាក់ហ្នឹងបាទមុខវិជ្ជានៅក្នុងថ្នាក់ហ្នឹងអញ្ចឹងយើងជ្រើសរើសមុខវិជ្ជាមួយមកបាទជាការស្រេចបន្ទាប់មកយើងជ្រើសរើស head poll បាទឥឡូវឧទាហរណ៍ខ្ញុំជ្រើសរើស whole day ពេញមួយថ្ងៃតែម្ដងអញ្ចឹងយើងជ្រើសរើស head poll អ្វី personal work health តាក់ទងនឹងសុខភាព family emergency បាទគឺតាក់ទងនឹងមានអ្វីបន្ទាន់នៅក្នុងក្រុមគ្រួសារឬក៏ function events មានកម្មវិធីផ្សេងឬក៏ others បន្ទាប់មកលោកគ្រូអ្នកគ្រូអាច note នៅទីនេះបានហើយវាជា optional ប្រសិនបើចង់ដាក់ក៏ដាក់បើមិនចង់ដាក់ក៏មិនបាច់ដាក់បន្ទាប់មកលោកគ្រូអ្នកគ្រូចុចទៅលើពាក្យថា grant permission